សូមស្វាគមន៍មកកាន់វីដេអូមេរៀនជាបន្តហើយនេះជាមេរៀនអំណានមួយទៀតហើយនៅក្នុងមេរៀនទី4របស់យើងតាក់ទងទៅនឹងដើមកំណើតទំនៀមផ្កាស្លា3អញ្ចឹងតាក់ទងនឹងចំណងជើងនេះបងប្អូនច្បាស់ជាមានចម្ងល់ចង់ដឹងថាតើទំនៀមផ្កាស្លា3នឹងវាមានដើមកំណើតពីណាមកមានប្រវត្តិរឿងរ៉ាវយ៉ាងណាអញ្ចឹងបងប្អូនចង់ដឹងចង់យល់ពីខ្លឹមសារនៃចំណងជើងរបស់យើងនេះយើងចូលទៅសិក្សាទាំងអស់គ្នាហើយបើបងប្អូនមកមើលរូបភាពវិញបងប្អូននឹងឃើញរូបភាពសខ្មៅដែលយើងមើលទៅឃើញច្បាស់ឃើញមានបុរស3នាក់ហើយមានស្ត្រីម្នាក់នៅចន្លោះហ្នឹងប៉ុន្តែជារូបសខ្មៅដែលពិបាកមើលហើយលោកគ្រូមានរូបពណ៌ដែលនឹងឲ្យបងប្អូនមើលបន្តិចទៀតនេះបាទគឺរូបមួយនេះហើយចំពោះរូបបុរស3នាក់នេះយើងមើលទៅហាក់ដូចជាអ្នកដែលគេហាត់វិជ្ជាគុណអ្នកដែលរៀនមុនវិជ្ជាការរៀនពីសិលសាស្ត្រផ្សេងៗអញ្ចឹងបងប្អូនចង់ដឹងខ្លឹមសារយ៉ាងណានោះបងប្អូនមកសិក្សាអំណានជាមួយលោកគ្រូទាំងអស់គ្នាហើយតាមធម្មតាពេលដែលយើងអានអំណានយើងតែងតែមានពាក្យកន្លឹះអញ្ចឹងពាក្យទី1របស់យើងហ្នឹងគឺគេអានថាសិលសាស្ត្រអញ្ចឹងសិលសាស្ត្រហ្នឹងសំដៅទៅលើអីគេគឺសំដៅទៅលើក្បួនរៀនសិល្បៈហើយវាជានាមចំណេះខាងជាងហើយខ្មែរយើងដែលយើងពេញនិយមប្រើហ្នឹងយើងច្រើនតែនិយាយតាក់ទងទៅនឹងមន្តអាគមផ្សេងៗហ្នឹងគេហៅសិលសាស្ត្រហើយពាក្យបន្ទាប់ទៀតគេអានថាទិសាបមោកបាទទិសាបមោកហ្នឹងថ្នាក់ពាក្យជានាមបានន័យថាអាចារ្យជាប្រធានក្នុងទិសអាចារ្យជាប្រធានក្នុងទិសគេលោកពិបាកយល់យើងមើលបន្តមកទៀតអាចារ្យធំដែលចេះវិជ្ជាគ្រប់ប្រភេទអាចារ្យជាប្រធាននៃសិស្សគ្រប់ទិសបាទអញ្ចឹងបើយើងនិយាយឲ្យសាមញ្ញទៅគឺគ្រូបង្រៀនសិស្សឲ្យមកពីគ្រប់ទិសទីទាំងអស់អាហ្នឹងគេហៅថាទិសាបមោកអាចារ្យទិសាបមោកហ្នឹងហើយហើយនេះជានិយមន័យដែលមាននៅក្នុងវចនានុក្រមហើយបើនិយាយឲ្យសាមញ្ញគឺគ្រូបង្រៀនហ្នឹងគាត់មានសិស្សមកពីគ្រប់ទិសទីទាំងអស់អាហ្នឹងហើយគឺអាចារ្យទិសាបមោកហើយពាក្យបន្តមកទៀតគឺស័ក្តិសិទ្ធិបាទស័ក្តិសិទ្ធិហ្នឹងសំដៅទៅលើអីគេថាពាក្យជានាមគឺសេចក្តីសម្រេចដែលវិសេសវិសាលដែលពូកែឈុតឆាប់ដែលខ្លាំងពូកែអញ្ចឹងស័ក្តិសិទ្ធិហ្នឹងគឺសំដៅលើអញ្ចឹងហើយពាក្យបន្តមកទៀតគឺមហាលាភហ្នឹងជានាមដែរគឺលាភធំបាទលាភសម្បើមហើយពាក្យនេះយើងអានថាខ្ពើបាទខ្ពើថ្នាក់ពាក្យជានាមគឺសំដៅទៅលើសំណុំផ្កាដូងស្លាជាដើមមានន័យថាជាផ្កាដូងផ្កាស្លាជាដើមហើយពេលដែលបងប្អូនអានអត្ថបទហ្នឹងសូមបងប្អូនយកចិត្តទុកដាក់ដើម្បីត្រៀមឆ្លើយនឹងសំណួរមួយចំនួនតាក់ទងទៅនឹងការបញ្ចុះបញ្ចូលការបង្ហាញមតិផ្ទាល់ខ្លួនតាក់ទងនឹងប្រធានបទតាក់ទងទៅនឹងនាមការអញ្ចឹងបងប្អូនអាចមកមើលសំណួរជាមួយលោកគ្រូសិនដើម្បីយើងអានសំណួរហើយពេលយើងអានអត្ថបទយើងងាយស្រួលក្នុងការស្វែងរកចម្លើយព្រោះយើងដឹងសំណួរទៅយើងអានអត្ថបទទៅយើងមានចម្លើយក្នុងចិត្តតែម្ដងឬក៏យើងអាចចំណាំដឹងថាចម្លើយវានៅម្ដុំណាកន្លែងណាអញ្ចឹងសំណួរទី1គេសួរថាតើអត្ថបទនេះដកស្រង់ពីសៀវភៅអ្វីហើយសំណួរទី2ចូលរកប្រធានបទនៅក្នុងអត្ថបទខាងលើហើយសំណួរទី3តើចៅក្រមបានបញ្ចុះបញ្ចូលដូចម្តេចខ្លះដើម្បីឲ្យកុមារទាំង4យល់ព្រមបញ្ចប់ចំនួនដោយសន្តិវិធីសំណួរទី4តើអ្នកយល់ស្របតាមការកាត់ក្តីរបស់ចៅក្រមឬទេព្រោះអ្វីហើយសំណួរទី5ចូលសង្ខេបអត្ថបទខាងលើហើយសំណួរទី6ចូលស្រង់នាមការឲ្យបាន3ពាក្យពីក្នុងអត្ថបទខាងលើហើយសំណួរទី7តើទំនៀមទម្លាប់ផ្កាស្លា3បង្ហាញពីផ្នត់គំនិតខ្មែរដូចម្តេចខ្លះបន្ទាប់ពីបានអានសំណួរយើងមកអានអត្ថបទទាំងអស់គ្នាដើម្បីទៅរកចម្លើយអញ្ចឹងបងប្អូនមើលកន្លែងអត្ថបទយើងទៅអានដំណើរទាំងអស់គ្នាក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរយើងឃើញមានបែបបទនិងពិធីជាច្រើនដូចជាពិធីចូលស្តីដណ្ដឹងកាត់សក់កាត់ផ្កាស្លាសូត្រមន្តសែនពួចចុងដៃសំពះផ្ទឹមឡាក់ក្នុងពិធីសំពះផ្ទឹមគេឃើញមានផ្កាស្លា3សំណុំសម្រាប់បាចក្នុងពិធីនេះរឿងដែលតាក់ទងនឹងផ្កាស្លា3នេះមានដូចតទៅមានកុមារកំព្រា4នាក់ជាសម្លាញ់គ្នាមានឈ្មោះមិនប្រកបបានបបួលគ្នាទៅរៀនសិលសាស្ត្រលុះធ្វើដំណើរយូរទៅក៏ទៅជួបអាចារ្យទិសាបមោកម្នាក់ដែលជាអ្នកបង្រៀនសិលវិជ្ជាគ្រប់មុខកុមារទាំង4នាក់ចូលទៅលើកដៃសំពះសុំស្នាក់នៅដើម្បីឲ្យអាចារ្យបង្រៀនសិលសាស្ត្រអាចារ្យព្រមទទួលកុមារទាំង4ឲ្យជ្រកកោនជាមួយកុមារទាំង4នោះខំយកចិត្តទុកដាក់បម្រើអាចារ្យអស់រយៈពេល5ឆ្នាំមិនឲ្យអាអន់ស្រពន់ចិត្តអ្វីឡើយអាចារ្យក៏មានមេត្តាបង្រៀនសិលវិជ្ជាគ្រប់គ្នាគឺម្នាក់រៀនគម្ពីរហោរាម្នាក់រៀនសិលបាញ់ធ្នូស្នាហើយម្នាក់រៀនសិលមុជទឹកម្នាក់ទៀតរៀនសិលប្រោះជីវិតមនុស្សសត្វដែលស្លាប់ហើយឲ្យរស់ឡើងវិញបានទាំង4នាក់រៀនចេះសិលដ៏វិសេសផ្សេងគ្នាសម័យថ្ងៃមួយអ្នកទាំង4ក៏គិតគ្នា
យើងទាំងអស់គ្នារៀនសិលវិជ្ជាចេះគ្រប់គ្នាហើយរីឯខ្លួនក៏ធំពេញវ័យហើយដែរដូច្នេះពួកយើងនាំគ្នាទៅសុំលាព្រះគ្រូអាចារ្យទៅស្វែងរកទ្រព្យសម្បត្តិប្រពន្ធកូនរៀងខ្លួនចោះគិតព្រមគ្នារួចហើយក៏ចូលទៅក្រាបបង្គំលាព្រះអាចារ្យលោកអាចារ្យក៏យល់ព្រមតាមសេចក្តីប្រាថ្នាឥតបើខាត់ខាំងអ្វីឡើយអ្នកទាំង4ក្រោយពីលាព្រះអាចារ្យរួចហើយក៏ដើរទៅដល់សមុទ្រធំរកទូកឬសំពៅនឹងឆ្លងទៅត្រើយម្ខាងតែរកពុំបានក៏នាំគ្នាដេកសម្រាកក្រោមដើមឈើនាមាត់សមុទ្រនោះអ្នកទាំង3នាក់និយាយនឹងអ្នករៀនគម្ពីរហោរាសម្លាញ់ឯងបានរៀនខាងវិជ្ជាហោរាសាស្ត្រយើងចង់ដឹងណាស់ថាតើវិជ្ជានេះពូកែស័ក្តិសិទ្ធិយ៉ាងណាម្យ៉ាងទៀតតើពួកយើងនឹងមានលៀបអ្វីខ្លះបុរសដែលរៀនវិជ្ជាហោរាក៏ចាប់វាយលេខមើលសពគ្រប់ហើយទាយថាសែកនេះនាពេលព្រឹកថ្ងៃពេញពន្លឺនឹងមានមហាលៀបធំតាមទំនាយថានឹងមានសត្វឥន្ទ្រីចាប់ពាំកូនក្រមុំស្ដេចមួយអង្គហើយឆ្លងសមុទ្រមកពីទិសបូព៌ាយ៉ាងប្រកបតើពួកអ្នកនឹងគិតដូចម្តេចបុរសចេះសិលបាញ់ធ្នូទទួលរ៉ាប់រងត្រង់នេះទុកឲ្យខ្ញុំនឹងបាញ់ដណ្ដើមយកនាងនោះពីមាត់សត្វនោះឲ្យបានកុំបារម្ភលុះព្រឹកឡើងថ្ងៃរះពេញពន្លឺក៏មានសត្វឥន្ទ្រីពាំកូនក្រមុំស្ដេចហើយឆ្លងសមុទ្រមកមែនបុរសចេះបាញ់ធ្នូហេតុតែត្រេកអរពេកឥតគិតពិចារណាក៏បាញ់ទៅភ្លាមត្រូវសត្វធ្លាក់ទាំងនាងក្រមុំក្នុងទឹកសមុទ្របុរសចេះមុជទឹកធានាខ្លួនខ្ញុំនឹងមុជទៅយកនាងមកឲ្យបានពីក្នុងសមុទ្រហើយក៏លោតទឹកមុជស្រង់នាងនោះបានមកលើគោកតែនាងក្រមុំនោះរលត់សង្ខារទៅហើយបុរសចេះសិលប្រុសក៏សូត្រសែកសិលវិជ្ជាប្រុសនាងនោះរស់ជីវិតឡើងវិញដោយនាងក្រមុំមានរូបរាងល្អល្វត់ល្វន់ឥតខ្ចោះបុរសទាំង4ក៏តាំងដណ្ដើមយកមកធ្វើជាប្រពន្ធរៀងខ្លួនបុរសហោរានាងនេះត្រូវបានមកយើងព្រោះហេតុដើមកើតមកពីយើងទាយបុរសចេះបាញ់គ្រាន់តែទាយកុំតែយើងបាញ់ធ្វើមួយដេចនឹងបានដូចនេះត្រូវតែឲ្យនាងមកធ្វើជាប្រពន្ធយើងបុរសចេះមុជទឹកតបអ្នកបាញ់ធ្លាក់កណ្ដាលសមុទ្រមែនកុំតែបានយើងមុជទឹកទៅយកមកធ្វើមួយដេចនឹងបានត្រូវឲ្យនាងមកធ្វើជាប្រពន្ធយើងបុរសចេះប្រុសអ្នកទៅយកបានពីក្នុងទឹកមែនតែនាងនោះអស់ជីវិតទៅហើយបើកុំតែបានយើងចេះប្រុសតើមួយដេចនឹងបានរស់ឡើងវិញដូចនេះនាងត្រូវបានមកជាប្រពន្ធយើងបុរសទាំង4មិនសុខចិត្តរៀងខ្លួនក៏នាំគ្នាបណ្ដាលស្រីនោះទៅរកចៅក្រមកាត់ក្តីឲ្យក្រោយពីទទួលបណ្ដឹងចៅក្រមក៏ឆ្វេងយល់ហើយបង្គាប់ទៅបុរសហោរានិងបុរសចេះប្រុសឲ្យអង្គុយលើអាសនៈខ្ពស់ស្មើគ្នាបុរសចេះបាញ់ឲ្យអង្គុយបន្ទាត់ក្រោមបុរសចេះមុជទឹកឲ្យអង្គុយប្រារព្ធទីក្រោមបង្អស់បន្ទាប់មកក្រុមចៅក្រមក៏ប្រជុំកាត់សេចក្តីថាបុរសជាហោរាដែលចេះទាយត្រូវលើកជាឪពុកនាងបុរសចេះប្រុសឲ្យរស់ជីវិតត្រូវຕົកជាម្ដាយនាងបុរសចេះបាញ់ធ្នូត្រូវຕົកជាបងបង្កើតរបស់នាងព្រោះបងត្រូវជួយការពារសង្គ្រោះប្អូនស្រីចំណែកឯបុរសចេះមុជទឹកត្រូវຕົកជាប្តីនាងនេះព្រោះគេបានទៅប៉ះពាល់រូបរាងកាយនាងមុនគេតាំងពីក្នុងទឹកមកបុរសទាំង4ក៏យល់ព្រមតាមពាក្យចៅក្រមកាត់សេចក្តីប៉ុន្តែបុរសទាំង3តបថាលោករៀបចំទុកដាក់យើងខ្ញុំជាឪពុកម្ដាយជាបងនេះយើងខ្ញុំសុខចិត្តហើយតែសូមលោកមេត្តាជ្រើសរើសរបស់អ្វីដ៏ប្រសើរទុកជាតំណាងមង្គលតទៅមុខដើម្បីឲ្យកូនប្រសារគំនាប់ឪពុកម្ដាយនិងបងក្នុងគ្រានោះផងពេលនោះគេក៏នាំគ្នាចាត់ចែងរកកាត់ផ្កាស្លាមួយខ្ពើយកមករៀបតុបតែងចែកជា3ចំណែកតំណាងឲ្យអ្នកទាំង3ចំណែកដុំផ្កាស្លាបងត្រូវឪពុកទទួលផ្ទាល់ពីដៃកូនប្រសារចំណែកផ្កាស្លាកណ្ដាលត្រូវម្ដាយទទួលចំណែកផ្កាស្លាពៅត្រូវបងបង្កើតទទួលទំនៀមនេះជាប់ជារៀងរហូតមកដល់សពថ្ងៃនេះដកស្រង់នឹងកែសម្រួលពីប្រជុំរឿងព្រេងខ្មែរភាគ9ឆ្នាំ1974បន្ទាប់ពីបងប្អូនបានអានអំណានជាមួយលោកគ្រូចប់ហើយឥឡូវបងប្អូនមកមើលសំណួរទាំងអស់គ្នាអញ្ចឹងសំណួរទី1តើអត្ថបទនេះដកស្រង់ពីសៀវភៅអ្វីនេះបងប្អូនមើលមកខាងចុងនេះមកឃើញចម្លើយហើយអញ្ចឹងអត្ថបទនេះដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរភាគ9បាទហើយសំណួរទី2ចូលរកប្រធានបទនៅក្នុងអត្ថបទខាងលើអញ្ចឹងនៅក្នុងអត្ថបទនេះបើយើងគិតពីចំណងជើងយើងមើលចំណងជើងរបស់យើងគឺដើមកំណើតទំនៀមផ្កាស្លា3អញ្ចឹងចំណងជើងវាក្តោបខ្លឹមសារចង្អៀតជាងប្រធានបទអញ្ចឹងបើយើងនិយាយអំពីប្រធានបទវាតកតងទៅនឹងទំនៀមទម្លាប់ខ្មែរហើយទំនៀមទម្លាប់ខ្មែរខ្លឹមសាររបស់វាគឺទូលាយប៉ុន្តែយើងមើលចំណងជើងរបស់យើងមិញគឺដើមកំណើតទំនៀមផ្កាស្លា3អញ្ចឹងឃើញចំណងជើងវាចង្អៀតវាតូចជាងវាច្បាស់ជាងអ
ចឹងដូចដែលយើងបានរៀនអំពីប្រធានបទនិងចំណងជើងហើយអញ្ចឹងថាប្រធានបទវាធំទូលាយហើយបើចំណងជើងវាតូចវាចង្អៀតហើយវាច្បាស់លាស់ជាងហើយសំណួរទី3តើចៅក្រមបានបញ្ចុះបញ្ចូលដោយម្ដេចខ្លះដើម្បីឲ្យកុមារទាំង4យល់ព្រមបញ្ចប់ចំនួនដោយសន្តិវិធីអញ្ចឹងបើតាមខ្លឹមសារអំបញ្ញមិញហ្នឹងតាមរយៈអំណាចរបស់យើងដើម្បីឲ្យកុមារទាំង4ហ្នឹងបញ្ចប់ចំនួនដោយសន្តិវិធីគឺចៅក្រមគេបញ្ចុះបញ្ចូលថាម៉េចគេបញ្ចុះបញ្ចូលថាបរិះដែលចេះហោរាចេះទស្សទាយហ្នឹងគឺឲ្យទុកជាឪពុកនេះបងប្អូនអាចមកមើលនៅកន្លែងនេះមកអញ្ចឹងបរិះដែលចេះទស្សទាយហ្នឹងបរិះហោរាហ្នឹងត្រូវទុកជាឪពុកហើយបរិះចេះប្រោះឲ្យរស់ជីវិតហ្នឹងត្រូវទុកជាម្ដាយរបស់នាងហើយបរិះដែលចេះបាញ់ធ្នូហ្នឹងត្រូវទុកជាបាទបងបង្កើតរបស់នាងព្រោះជួយការពារសង្គ្រោះបងស្រីអញ្ចឹងណាក្នុងនាមជាបងចំណែកឯបរិះដែលចេះមុជទឹកហ្នឹងត្រូវទុកជាប្តីហេតុអីបានត្រូវទុកជាប្តីដោយសារគេនេះបានប៉ះពាល់រូបរាងកាយនាងហ្នឹងមុនគេតាំងពីក្នុងទឹកមកអញ្ចឹងអាហ្នឹងឯងជាចម្លើយទី3បាទហើយចំពោះសំណួរទី4តើអ្នកយល់ស្របតាមការកាត់ក្តីរបស់ចៅក្រមឬទេព្រោះអ្វីអញ្ចឹងតាមរយៈការកាត់សេចក្តីរបស់ចៅក្រមហ្នឹងលោកគ្រូគិតថាជាការកាត់ក្តីមួយដ៏សមស្របហើយតែបងប្អូនយល់យ៉ាងណាដែរស្របឬក៏មិនស្របអញ្ចឹងបើស្របឬមិនស្របសំខាន់បងប្អូនមានហេតុផលហើយបើលោកគ្រូយល់ស្របដោយសារតែការកាត់ក្តីហ្នឹងលោកគ្រូគិតថាជាការកាត់ក្តីមួយដែលយុត្តិធម៌អ្វីដែលចៅក្រមកាត់សេចក្តីមកហ្នឹងវាស្របទៅតាមសភាពជាក់ស្ដែងនៅក្នុងសង្គមរបស់យើងដែរអញ្ចឹងយើងមើលតាមធម្មតាឪពុកម្ដាយជាអ្នកបង្កើតជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូនហ្នឹងឲ្យរស់រានមានជីវិតអញ្ចឹងពីណាគេអ្នកធ្វើឲ្យរស់រានមានជីវិតហ្នឹងគឺបុរសចេះប្រុសហើយពីណាគេអ្នកទស្សទាយគឺហោរាអញ្ចឹងដោយសារតែអ្នកទាំងពីរហ្នឹងហើយទើបធ្វើឲ្យនាងក្រមុំហ្នឹងបានរស់រានមានជីវិតអញ្ចឹងអ្នកដែលធ្វើឲ្យយើងរស់រានមានជីវិតអ្នកដែលផ្ដល់កំណើតឲ្យយើងហ្នឹងអ្នកដែលជួយឲ្យយើងមានជីវិតរស់រានហ្នឹងគឺនៅហ្នឹងគឺជាឪពុកម្ដាយរបស់យើងហើយចឹងហ្នឹងជាធម្មតាទេគឺឪពុកម្ដាយជាអ្នកបង្កើតចិញ្ចឹមបីបាច់ថែរក្សាកូនឲ្យរស់រានមានជីវិតអញ្ចឹងតាមរយៈសាច់រឿងអ្នកដែលធ្វើឲ្យនាងក្រមុំនឹងមានជីវិតរស់រានម្ដងទៀតឡើងវិញហ្នឹងគឺទី1បរិះហោរាហើយទី2គឺបរិះដែលចេះប្រុសអញ្ចឹងណាដោយសារអ្នកទាំងពីរហ្នឹងជាដើមចមនាំឲ្យនាងមានជីវិតឡើងវិញហើយចំពោះបរិះដែលចេះបាញ់ធ្នូហ្នឹងគេចាត់ទុកដូចជាបងប្រុសអញ្ចឹងដោយសារអីដោយសារបងប្រុសគឺមានតួនាទីការពារប្អូនអញ្ចឹងគឺគិតថាជាការសមស្របមួយចំណែកឯបរិះអ្នកមុជទឹកទៅយកនាងពីក្នុងទឹកហ្នឹងគេត្រូវចាត់ទុកជាប្តីតាមរយៈអត្ថបទគេថាដោយសារតែបរិះហ្នឹងបានប៉ះពាល់រូបរាងកាយរបស់នាងទៅហើយអញ្ចឹងវាស្របទៅតាមបរិបទសង្គមរបស់យើងដែរថានៅក្នុងសង្គមរបស់យើងហ្នឹងគេប្រកាសណាស់អញ្ចឹងណាអញ្ចឹងតាមមតិរបស់លោកគ្រូតាមការយល់របស់លោកគ្រូហ្នឹងលោកគ្រូស្របទៅតាមការកាត់ក្តីរបស់ចៅក្រមនឹងដែរប៉ុន្តែសម្រាប់បងប្អូនវិញបងប្អូនស្របក៏បានអត់ក៏បានសំខាន់មូលហេតុអីតែប៉ុណ្្នឹងឯងហើយសំណួរទី5ចូលសង្ខេបអត្ថបទខាងលើឡើងវិញបើយើងសង្ខេបអត្ថបទនឹងឲ្យខ្លីទៅគឺការពីដើមឡើយនឹងមានកុមារ4នាក់ដែលជាមិត្តសម្លាញ់នឹងគ្នាហើយទាំង4នាក់ហ្នឹងបានទៅរៀនសិលសាស្ត្រទៅរៀនមន្តអាគមផ្សេងៗពីសំណាក់អាចារ្យម្នាក់គឺអាចារ្យទិសាបមោកហើយក្រោយពីអ្នកទាំង4នឹងរៀននៅសិលសាស្ត្រទាំងអស់នឹងចប់សពគ្រប់ហើយអ្នកទាំង4នឹងក៏សូមលាគ្រូអាចារ្យនឹងទៅស្វែងរកទ្រព្យសម្បត្តិទៅរកប្រពន្ធកូនរៀងៗខ្លួនហើយអ្នកទាំង4នឹងចេះសិលវិជ្ជាចេះសិលសាស្ត្រនឹងខុសៗគ្នាដោយម្នាក់ចេះទស្សទាយហើយម្នាក់ទៀតចេះបាញ់ធ្នូបាញ់ព្រួញហើយម្នាក់ទៀតចេះមុជទឹកហើយនឹងម្នាក់ទៀតនឹងចេះប្រោះជីវិតហើយពេលដែលត្រឡប់មកវិញតាមផ្លូវហ្នឹងមានថ្ងៃមួយហ្នឹងបរិះចេះទស្សទាយហ្នឹងបានទាយដោយសារតែអ្នកទាំងប្រមាណអ្នកហ្នឹងគេចង់ដឹងពីវិជាហោរាហ្នឹងតើវាស័ក្តិសិទ្ធិប៉ុណ្ណាហើយបរិះចេះទស្សទាយហ្នឹងក៏ទាយថាមានសត្វឥន្ទ្រីហ្នឹងបានពំកូនក្រមុំស្នាច់មកកន្លែងមួយហ្នឹងហើយអ្នកចេះបាញ់ធ្នូហ្នឹងក៏ធានាបាញ់សត្វឥន្ទ្រីហ្នឹងឲ្យធ្លាក់ហើយពេលហ្នឹងក៏បាញ់ទៅធ្លាក់នៅក្នុងកណ្ដាលទឹកសមុទ្រហើយអ្នកដែលចេះមុជទឹកហ្នឹងគេក៏មុជទឹកហែលទៅស្រង់នាងហ្នឹងពីក្នុងទឹកមកដល់ពេលបានស្រង់មកលើគោកហើយនាងហ្នឹងក៏បាត់បង់ជីវិតទៅហើយបរិះដែលចេះជប់ចេះប្រោះហ្នឹងក៏ធ្វើឲ្យនាងរស់ជីវិតឡើងវិញទៅហើយបន្ទាប់មកដោយសារតែឃើញរូបរាងរបស់នាងស្អាតល្អហើយអ្នកទាំង4ហ្នឹងក៏ដណ្ដើមយកនាងរៀងខ្លួនហើយដោយសារតែអត់សុខចិត្តអ្នកទាំង4ហ្នឹងក៏ទៅប្តឹងចៅក្រមហើយចុងក្រោយចៅក្រមក៏កាត់សេចក្តីឲ្យនាងកមុំហ្នឹងបានទៅបរិះចេះមួយទឹកដោយសារតែបរិះហ្នឹងបានប៉ះពាល់រូបរាងកាយនាងមុនគេហើយបរិះ3នាក់ផ្សេងទៀតហ្នឹងគឺចាត់ទុកដូចជាឪពុកដូចជាម្ដាយហើយនឹងបងប្រុសអញ្ចឹងអាហ្នឹងគឺសំណួរទី5ដែលគេឲ្យសង្ខេបអត្ថបទឡើងវិញហ្នឹងគឺប៉ុណ្ណឹងហើយចំពោះសំណួរទី6ចូលស្រង់នាមការឲ្យបាន3ពាក្យពីក្នុងអត្ថបទខាងលើអញ្ចឹងបើយើងគិតពីនាមការនៅក្នុងហ្នឹងមានច្រើនណាស់ទី1បងប្អូនអាចមកមើលមកឥឡូវលោកគ្រូអុសទៅមកប្រាវអញ្ចឹងពាក្យទី1នេះបងប្អូនអាចមើលគឺព្រះអាចារ្យក៏បានលោកអាចារ្យក៏បានគ្រូអាចារ្យក៏បានដែរហ្នឹងគឺជានាមការទី1
ហើយនាមការទី2គឺនេះគឺអ្នកបង្រៀនអញ្ចឹងអ្នកបង្រៀនយើងកុំភ្លេចរូបមន្តរបស់យើងឲ្យតែមានអ្នកបូកនឹងកិរិយាអញ្ចឹងនេះគឺនាមការទី2ហើយនាមការទី3អញ្ចឹងនាមការទី3នេះគឺហោរាអញ្ចឹងហោរាហ្នឹងគឺអ្នកទស្សទាយអញ្ចឹងនាមការទី3គឺហោរាអញ្ចឹងប៉ុណ្ណឹងគ្រប់បាត់ហើយបើបងប្អូនចង់រកបន្ថែមទៀតលោកគ្រូរកឲ្យមួយទៀតនេះគឺមកពាក្យទៀតគឺអ្នករៀនយើងឃើញអ្នកបូកនឹងកិរិយាអញ្ចឹងអាហ្នឹងក៏ជានាមការដែរបាទហើយបងប្អូនចង់រកមកពាក្យទៀតក៏បាននិយាយរួមទៅគឺមានច្រើននៅក្នុងហ្នឹងឧទាហរណ៍ដូចជាពាក្យអាចទៅមើលពាក្យចៅក្រមបាទចៅក្រមហ្នឹងក៏ជានាមការដែរបង្ហាញថាជាអ្នកកាត់ក្តីអញ្ចឹងចៅក្រមហ្នឹងគឺអ្នកកាត់ក្តីអញ្ចឹងអាហ្នឹងគឺជានាមការនៅក្នុងសំណួររបស់យើងគេឲ្យរកតែ3ឯងអញ្ចឹងបងប្អូនអាចរើសប្រមាណដែលគ្រូស្រង់ឲ្យមិញហ្នឹង4 5 6ហ្នឹងស្រង់យកទៅ3ទៅជាការស្រេចហើយសំណួរចុងក្រោយសំណួរទី7តើទំនៀមទម្លាប់ផ្កាស្លា3បង្ហាញពីផ្នត់គំនិតខ្មែរដោយម្ដេចខ្លះអញ្ចឹងតាមរយៈអត្ថបទខាងលើរបស់យើងបាញ់នេះបានបង្ហាញពីផ្នត់គំនិតខ្មែររបស់យើងបាទទី1កូនប្រុសត្រូវចេះស្វែងរកចំណេះវិជ្ជាបាទអញ្ចឹងកូនប្រុសត្រូវចេះស្វែងរកចំណេះវិជ្ជាបាទមកຕົកបាទក្នុងខ្លួនអញ្ចឹងហ្នឹងគឺកូនប្រុសនៅក្នុងផ្នត់គំនិតខ្មែររបស់យើងណាព្រោះកូនប្រុសត្រូវទំនួលខុសត្រូវច្រើនអញ្ចឹងត្រូវមានការងារត្រូវមានចំណេះវិជ្ជាឲ្យច្បាស់លាស់នៅក្នុងខ្លួនហើយទី2តាមរយៈផ្នត់គំនិតហ្នឹងគឺខ្មែរយើងបាទជឿទៅលើអីគេជឿទៅលើការទស្សទាយបាទខ្មែរយើងជឿទៅលើការទស្សទាយហើយជំនឿហ្នឹងមានតាំងពីយូរលង់ណាស់មកហើយចំណុចមួយទៀតនៅក្នុងផ្នត់គំនិតខ្មែររបស់យើងដែរហ្នឹងគឺការគោរពសិលធម៌អញ្ចឹងគោរពសិលធម៌ហ្នឹងយ៉ាងណាតាមរយៈអត្ថបទហ្នឹងគឺបុរសនិងស្ត្រីមិនប៉ះពាល់គ្នាមុនពេលរៀបការហ្នឹងគឺផ្នត់គំនិតខ្មែររបស់យើងហើយមកចំណុចចុងក្រោយតាមរយៈអត្ថបទហ្នឹងគឺការចេះដឹងគុណចំពោះអ្នកមានគុណហើយនិងគ្រូអាចារ្យគឺអ្នកបង្ហាត់បង្រៀនយើងនឹងឯងគឺយើងត្រូវតែចេះដឹងគុណហើយតាមរយៈអត្ថបទហ្នឹងយើងឃើញបុរសទាំង4នាក់ហ្នឹងគឺគោរពដឹងគុណគ្រូអាចារ្យនឹងខ្លាំងណាស់បាទអញ្ចឹងអាហ្នឹងគឺជាផ្នត់គំនិតរបស់ខ្មែរយើងតាមរយៈអត្ថបទហ្នឹងហើយវីដេអូមេរៀនរបស់យើងក៏ឈានមកដល់បញ្ចប់ដែរហើយសង្ឃឹមថាបងប្អូនអាចចាប់បាននៅខ្លឹមសារនៃអំណាចរបស់យើងតាក់ទងទៅនឹងដើមកំណើតទំនៀមផ្កាស្លា3ហើយបើបងប្អូនមានបញ្ហាកន្លែងណាអាច comment សួរលោកគ្រូនៅខាងក្រោម